ជម្រាបសួរបងប្អូនទាំងអស់គ្នាមកទៀតហើយថ្ងៃនេះមកធ្វើម្ហូបចែកជូនចំណេះដឹងសម្លគេហៅអីទេខួក្តាមនំបញ្ចុកសម្លហ្នឹងអ្នកខ្លះគេហៅថាបងរាវខ្ញុំចេះពីឪពុកចុងខ្ញុំដែរគាត់ខ្មែរក្រមហើយគ្មានអីច្រើនទេរបៀបគ្រឿងផ្សំគឺមានតែគល់ស្លឹកគ្រៃដេងហើយនឹងទឹកក្រូចហើយខ្ទឹមសហ្នឹងទៅហើយថ្ងៃនេះខ្ញុំធ្វើធម្មតាស្លឲ្យកូនញ៉ាំហើយខ្ញុំរីងអញ្ចឹងទៅហើយមានអីច្រើនទេមានតែចាក់គ្រឿងនឹងចូលនឹងហើយសម្លហ្នឹងគឺខ្ញុំដាក់ឆ្អឹងជំនីជ្រូកហើយក៏វាឆ្ងាញ់មួយយ៉ាងអ្នកខ្លះគេហៅថាបងរាវអ្នកខ្លះខ្មែរយើងហៅថាសម្លខួក្តាមនំបញ្ចុកហើយខ្ញុំមិនធ្វើអីច្រើនទេហើយគ្រឿងហ្នឹងក៏អត់បាក់ទេអត់បាក់ធ្វើទេបាក់ទេអត់សូវពិបាកទេមានអីខ្ញុំដាក់តែគ្រឿងចូលទៅហើយស្ករប៊ីចេងទៅហើយក៏មានកពិហ្នឹងទៅហើយយើងក៏កូរទៅហើយដល់ហើយទៅយើងក៏ចាក់សាច់ឆ្អឹងជ្រីជ្រូកហ្នឹងចូលទៅហើយយើងកូរទៅហើយយើងទុកចោលមកសបកដើម្បីឲ្យវាឆ្អិនហើយឆ្អិនហើយក៏គ្មានអីច្រើនដែរគ្រឿងផ្សំគឺមានតែឆ្អឹងជ្រីជ្រូកហើយនឹងអីគេទេម្នាស់ហើយនឹងពេញប៉ោះហើយនឹងគ្រឿងខួក្តាមកំប៉ុងហ្នឹងហើយកពិហ្នឹងហើយយើងធ្វើខ្ញុំធ្លាប់ធ្វើញ៉ាំយូរហើយ4-10ឆ្នាំហើយខ្ញុំធ្វើសម្លហ្នឹងខ្ញុំអត់បានទៅទេដល់យើងកូរហើយយើងក៏ចាក់ទឹក1លីត្រទៅចូលទៅហើយយើងក៏ទុកងាស់វាឲ្យឆ្អិនទៅហើយយើងកូរមើលទៅហើយក៏មានអីច្រើនដែរហើយមើលទៅសម្លការីបន្តិចអីសម្លជូរគ្រឿងអីបន្តិចហ្នឹងគេហៅសម្លបងរាវហ្នឹងហើយខួក្តាមហ្នឹងឥឡូវនំបញ្ចុកបន្លែក៏ហើយស្អីហើយសោះហើយអាហ្នឹងឥឡូវចាប់ផ្ដើមដូចថា ready to serve ឥឡូវនឹងចាប់ផ្ដើមញ៉ាំហើយនឹងដាក់នៅដៃមកញាប់ឆ្មេហើយគ្មានអីទេថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងចែកចាយចំណេះដឹងសម្លគេថាសម្លខួក្តាមនំបញ្ចុកឬហៅថាបងរាវនំបញ្ចុកចាឥឡូវហ្នឹងក៏ដល់មកវគ្គញ៉ាំហើយណាញ៉ាំហើយនោះមើលទៅគួរឲ្យឆ្ងាញ់ណាបងប្អូនឆ្ងាញ់មែនរសជាតិគឺឆ្ងាញ់ខ្ញុំធ្វើញ៉ាំខ្លួនឯងហើយកូនខ្ញុំក៏ញ៉ាំហើយអរគុណបងប្អូនគ្រប់គ្នាដែលជួយតាមដានតាំងពីដើមដល់ចប់អូខេជម្រាបលាជួបគ្នាពេលក្រោយហើយអរគុណជាអនេកដែលបានតាមដានតាំងពីដើមដល់ចប់អូខេបាយបងប្អូនទាំងអស់គ្នា